បាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកសិក្សាទាំងអស់គ្នានៅក្នុងវីដេអូនេះគឺយើងនឹងរៀនពីរបៀបនៅក្នុងការដាក់ blue tick ឬក៏ meta blue verify នៅលើ account Facebook របស់យើងណាបាទហើយនេះខ្ញុំយក account ថ្មីខ្ញុំមួយទៀតយកមកជា example ខ្ញុំមាន account របស់ខ្ញុំមួយទៀតហើយដែលខ្ញុំដាក់meta blue verify នេះបងប្អូនបាទអញ្ចឹងតាក់ទងជាមួយនឹងការដាក់ឬក៏ទិញ meta blue verify នេះយើងទិញបានតម្លៃមួយខែត្រឹមតែ$2ជាងទេមិនមែនមួយខែ$11ឬក៏មិនមែន$14ដែរហើយសម្រាប់ការទិញនេះក្នុងមេរៀននេះគឺខ្ញុំនឹងចែកម្លែកទៅកាន់បងទាំងអស់គ្នាតែម្ដងហើយសម្រាប់សិស្សចាស់ដែលបានចូលឈ្មោះរៀននឹងបានរៀននៅវីដេអូនេះ free ទាំង free តែហ្មងអត់គិតលុយទេបាទអូខេអញ្ចឹងចូលមកកាន់ចូល account Facebook យើងវិញមកអញ្ចឹងដើម្បីយើងទិញ Meta Blue Verify បានតម្លៃធូរបាទគឺយើងត្រូវការចូលទី1ខ្ញុំrecommend ប្រាប់បងប្អូនទាំងគ្នាហើយតើតងឈ្មោះ account Facebook របស់យើងដូចគ្នាបាទមានន័យថា account Facebook របស់យើងដូចជាមួយនឹងអត្តសញ្ញាណប័ណ្ណខែឆ្នាំកំណើតដូចគ្នាណាបាទជំនឿថាឈ្មោះអក្សរអង់គ្លេសឬក៏អក្សរខ្មែរទេគឺយើងអាចដាក់បានដូចគ្នាអញ្ចឹងធ្វើម៉េចដាក់ឲ្យដូចគ្នាមកដើម្បីងាយស្រួល verify បាទចឹងដើម្បីដាក់ verify ឬក៏ទិញ meta verify ឬក៏ blue tick នឹងបានបងប្អូនទាំងគ្នាចូលមកកន្លែង account បងប្អូនទាំងគ្នាមកហើយយើង scroll មកក្រោមយកពាក្យថា setting and privacy បាទចុចលើហ្នឹងមកហើយចុចពាក្យថា setting បាទអញ្ចឹងចូលមកកាន់ setting បងប្អូនទាំងគ្នាអាចចុចមកកន្លែងខាងនេះកន្លែង account center នេះបងប្អូនណាបងប្អូនចុចកន្លែង meta verification ក៏បានឬក៏ចុច see more in account center នេះមកបាទអញ្ចឹងគឺវានឹង load tab ថ្មីមកដូចគ្នាទេបាទហើយដើម្បីដាក់បានបងប្អូន scroll មកក្រោមនេះណាមានពាក្យថា show your profile is verified ហើយមុននឹងឈានចូលទៅដល់ការ verify ខ្ញុំចង់បញ្ជាក់បងប្អូនទាំងអស់គ្នាបន្តិច account បងប្អូនទាំងគ្នាគឺត្រូវតែបាទដាក់ជាមួយនឹង two factor ឲ្យហើយមានន័យថាយើងដាក់សោ2ជាន់នៅលើ account ហ្នឹងឲ្យហើយណាបាទហើយមួយទៀត account យើងបើសិនជាយើង verify មកអត្តសញ្ញាណប័ណ្ណយើងមកតង់ទៀតគណនីរបស់យើង account របស់យើងកាន់តែរឹងមាំល្អហើយនៅពេលដែលយើងយកទៅ run page boot page បាទគឺកាន់តែសុវត្ថិភាពបាទកាន់តែសុវត្ថិភាពអីមានន័យថាវាកាន់តែដើរលឿនណាជាក់ស្ដែងខ្ញុំធ្វើការ boot page មិនថា boot page live ឬក៏ boot post ទេគឺខ្ញុំយកទៅ run ad អីគឺ boot អីគឺវាឆាប់ active មែនទែនបាទគឺវាឆាប់ approve លឿនអាហ្នឹងក៏វាជាចំណុចសំខាន់មួយដែរបងប្អូនបាទអញ្ចឹងអូខេឥឡូវដើម្បីដាក់ meta verify បងប្អូនចុចលើកន្លែងហ្នឹងមកណានេះ show your profile is verified អញ្ចឹងចុចកន្លែងហ្នឹងមកអញ្ចឹងនេះកន្លែងនេះបងប្អូនឃើញនេះវាប្រាប់យើងពីអត្ថប្រយោជន៍មួយចំនួនដែរនៅក្នុងការដាក់ឬក៏ការទិញនៅ meta verify ហ្នឹងណានេះ meta verify ហ្នឹងណាអញ្ចឹងនេះគេដាក់ថា build trust with meta verify អញ្ចឹងគេបានប្រាប់យើងនៅហ្នឹងអូខេអញ្ចឹងដើម្បីដាក់បានបងប្អូនចុច next បន្តមកបាទចុចពាក្យ sign up អញ្ចឹងកន្លែងនេះគឺវានឹង load ប្រាប់យើងបើសិនជានេះមួយខែ 11.99 បងប្អូនឡើយមិនចាំខ្វល់មិនចាំបារម្ភទេបាទបងប្អូនចុចកន្លែង pay to get benefit នេះមកណាអញ្ចឹងកន្លែងនេះតិចទៀតវាមិនអស់$11ទេអស់តែ$2ជាងទេបាទអញ្ចឹងបងប្អូនចុច pay to get benefit មកបាទអញ្ចឹងវានឹង load ចូលមកចំណុចឲ្យយើង add payment បាទកន្លែង payment នេះគឺយើងអាច add ជាមួយនឹង Master Card ក៏បាន Visa Card ក៏បានណាបាទអញ្ចឹងបងប្អូនទាំងគ្នាអាចវាយ Visa Card បងប្អូនទាំងគ្នាចូលទៅបាទបងប្អូនតាក់ទងនឹងវាយ Visa Card ABA ក៏បាន AC ក៏បាន Wing ក៏បានអត់បញ្ហាទេបាទអញ្ចឹងខ្ញុំធ្វើការវាយ Visa Card របស់ខ្ញុំចូលតិចសិនបងប្អូនបាទនេះខ្ញុំវាយលេខ Visa Card ខ្ញុំចូលអញ្ចឹងវាយចូលទៅបងប្អូនបាទបាទអញ្ចឹងឥឡូវនេះយើងវាយលេខ card number របស់យើងមកហើយឥឡូវនេះយើងវាយនេះយើងវាយកន្លែងលេខផុតកណត់ណា expire បាទហើយឥឡូវ CVV នេះបងប្អូនអាលេខខាងក្រោយ3ខ្ទង់អូ sorry ខ្ញុំវាយនេះខុសមួយអញ្ចឹងឥឡូវនេះយើងសាវាយខុសវាលុតក្រហមណាចានេះយើងវាយអាលេខ3ខ្ទង់ CVV អាលេខខាងក្រោយ card របស់យើងបងប្អូនបាទអញ្ចឹងឥឡូវនេះខ្ញុំសុំបិទបាទអូខេបន្ទាប់ពីយើងវាយលេខកាតហើយខាងក្រោមនេះបងប្អូនទាំងគ្នាកន្លែង country នេះបងប្អូនត្រូវតែដូរប្រទេសចេញបើសិនជាយើងដាក់នៅក្នុង Cambodia គឺយើងនឹងទិញបាននៅក្នុងតម្លៃ
បាទគឺតម្លៃ$11.99អានេះទិញតាមទូរស័ព្ទតាមកុំព្យូទ័រណាទិញតាមកុំព្យូទ័របើសិនយើងទិញតាមទូរស័ព្ទ$14.99អញ្ចឹងកន្លែងនេះដើម្បីយើងទិញបានតម្លៃ$2.2ជាងហ្នឹងគឺយើងដូរប្រទេសចេញបាទយើងដូរដាក់ប្រទេសអូខេនេះបងប្អូនប្រទេសដែលយើងត្រូវដាក់ប្រទេសនេះគឺវាបានថោកមែនទែនបាទនេះប្រទេស Nigeria មិនទេបងប្អូនបាទខ្ញុំអានខុសអីជាស្រ័យផងអញ្ចឹងនេះប្រទេសនេះបងប្អូនមើលអក្សរហ្នឹងទៅបាទ Nigeria ឬក៏នេះហ្នឹងបាទអញ្ចឹងបងប្អូនចុចលើប្រទេសហ្នឹងមកបាទអញ្ចឹងនៅពេលដែលយើងចុចលើប្រទេសហ្នឹងមកចំនួនលុយនៅពេលដែលយើងចុច pay ទៅគឺវានឹងដូរបាទវាលែង$11បាទតិចទៀតបងប្អូនអ្នកគ្នាដឹងហើយអញ្ចឹងបញ្ជាក់បងប្អូនអ្នកគ្នាទី1ខាងលើយើងវាយ card number ទី2យើងវាយខែឆ្នាំផុតកំណត់មកទី3យើងវាយលេខ3ខ្ទង់ខាងចុងកាតរបស់យើងហ្នឹងហើយចំណុចសំខាន់គឺបងប្អូនដូរកន្លែង country and religion ហ្នឹងណាបាទគឺកន្លែងហ្នឹងត្រូវតែដូរដាក់ប្រទេសនេះដាច់ខាតបាទបើសិនជាបងប្អូនអត់ដាក់ប្រទេសហ្នឹងទេគឺការទិញបងប្អូនអ្នកគ្នា Meta Verify មួយខែនឹង$11.99អញ្ចឹងយើងដូរដាក់ប្រទេសបាទនេះជារៀនហ្នឹងមកបន្តមកទៀតបងប្អូនចុច continue with Meta Pay ចុចលើហ្នឹងមកបាទអញ្ចឹងវានឹងធ្វើការverify ហើយវានឹងធ្វើការកាត់លុយចេញពីកាតរបស់យើងនេះបងប្អូននេះលុយប្រទេសហ្នឹងណានេះ3នៅក្នុងមួយខែហ្នឹងចាំមើលពេលដែលយើង verify ទៅយើង subscribe ទៅមួយខែអស់ប៉ុន្មានបាទឥឡូវខ្ញុំចុច subscribe មករងចាំវាបន្តិចទៅបងប្អូនបាទឥឡូវនេះវាកំពុង processing ហីចឹងដល់ពេលដែលវា processing ចប់វានឹងកាត់លុយចេញពីកាតរបស់យើងហ្មងហើយវានឹងផ្ញើសារចូលទៅABA របស់យើងឬក៏ ACDA របស់យើងផងដែរអញ្ចឹងបើជាហ៊ានបន្តមកដល់កន្លែងនេះវាឲ្យយើងធ្វើការចូលទៅកាន់ទូរស័ព្ទដៃរបស់យើងឲ្យយើង confirm ជាមួយនឹងអត្តសញ្ញាណប័ណ្ណឬក៏ Mastercard ឬក៏អីផ្សេងឬក៏passport បាទអញ្ចឹងយើងអាច verify មួយអត្តសញ្ញាណប័ណ្ណក៏បាន passport បាននៅលើទូរស័ព្ទរបស់យើងនេះអូខេបងប្អូនទាំងគ្នាអញ្ចឹងឥឡូវ account នេះគឺអត់ទាន់លោតសញ្ញាគ្រីសឲ្យទេគឺវាត្រូវការ verify មកអត្តសញ្ញាណប័ណ្ណយើងមកតង់ទៀតអញ្ចឹងណានេះបងប្អូនឥឡូវនេះគឺបានផ្ញើសារមកដាក់ថា your Meta Verify subscription is not active yet គេដាក់ឲ្យយើង confirm ជាមួយនឹងអត្តសញ្ញាណប័ណ្ណឬក៏ passport ដើម្បីបញ្ចប់ដើម្បី complete ណាអូខេអញ្ចឹងយើងចូលមក account Facebook របស់យើងមកបងប្អូនបាទចូលមក account មកបងប្អូនចុចកន្លែងនេះកន្លែងសញ្ញាត្រី3នេះបាទចុចកន្លែងសញ្ញាត្រី3ហ្នឹងមកបងប្អូនឃើញពាក្យខាងលើនេះគេដាក់ថា Meta Verify អញ្ចឹងបងប្អូនចុច Meta Verify ហ្នឹងមកបាទនេះបន្តដល់កន្លែងនេះគឺវាឲ្យយើង verify អញ្ចឹងបងប្អូនចុច continue ទៀតទៅជាមួយនឹងបាទមកដល់ចុចនេះបងប្អូនចុចគ្រីសមួយមក text វាមួយមកហើយចុច next បន្តទៀតទៅបាទអញ្ចឹងមកដល់កន្លែងនេះវាឲ្យយើង confirm ជាមួយនឹងឈ្មោះ profile របស់យើងបាទឈ្មោះហ្នឹងត្រូវអត់បើឈ្មោះហ្នឹងត្រូវហើយអូខេយើងចុច confirm មកហើយកន្លែងនេះយើងយកពាក្យថា keep current profile name ណាយើងយកខាងក្រោមនេះណាចុចលើមួយនឹងពចមកបាទអូខេហើយកន្លែងនេះវាឲ្យយើង confirm profile របស់យើងហ្នឹងរូប profile របស់យើងថាជារូបរបស់យើងពិតអត់អញ្ចឹងណានេះវាប្រាប់យើងរូបខាងក្រោមបើសិនជារូបពាក់ម៉ាស់ឬរូបដែលអត់ច្បាស់លាស់ទេគឺវាអត់នេះឲ្យទេវាឲ្យដាក់រូបណាដែលច្បាស់ដូចខាងលើនេះបងប្អូននេះ example គេខាងលើនេះណាបាទអញ្ចឹងបងប្អូនមើលផងដាក់រូប profile ហ្នឹងឲ្យច្បាស់ផងបន្តទៀតចុច confirm profile picture ហ្នឹងមកបាទឥឡូវមកដល់ចំណុចនេះគឺវាឲ្យយើង submit បាទអញ្ចឹងបងប្អូនទាំងគ្នាចុច submit មកអូខេមកដល់ចំណុចចុងក្រោយគឺវាឲ្យយើង verify ជាមួយនឹងអត្តសញ្ញាណប័ណ្ណឬក៏ passport អញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាបងប្អូនទាំងគ្នាចង់ verify ជាមួយនឹង passport បងប្អូនអាចដាក់ passport ទៅឬក៏បងប្អូនចង់ដាក់ជាមួយនឹងdriver license ណាយើងអាចដាក់បាននេះ driver license ហ្នឹងអញ្ចឹងឥឡូវនេះខ្ញុំ verify មកអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំអញ្ចឹងខ្ញុំ select លើ national ID card ហើយខ្ញុំចុច next បន្តទៀតចាំដល់នេះគឺឲ្យយើង take photo មានន័យឲ្យយើងថតរូបអញ្ចឹងបងប្អូនយកអត្តសញ្ញាណប័ណ្ណរបស់យើងឲ្យមកដើម្បីឲ្យវាថតនៅរូបរបស់យើងណាថតថ្មីច្បាស់អត្តសញ្ញាណប័ណ្ណហ្នឹងអូខេឥឡូវខ្ញុំចុចថតសិនបងប្អូនបាទ
អូខេខ្ញុំចុច next ហើយកន្លែងនេះគឺយើងថតខាងក្រោយតាក់សញ្ញាប័ណ្ណរបស់យើងមួយទៀតមកអូខេអញ្ចឹងដល់ពេលដែលយើងថតទាំងមុខទាំងក្រោយហើយយើងចុច submit មកដល់ពេលយើងចុច submit ហើយវាឥឡូវវា uploading វាឲ្យយើងរងចាំបន្តិចទៅបងប្អូនបាទយ៉ាងយូរប្រហែលជា3នាទីទេគឺវានឹងផ្ញើសារមកកាន់Facebook របស់យើងបាទឥឡូវនេះវាដាក់ថាយើងបាន confirm ហើយវាកំពុងតែ process progress អញ្ចឹងយើងចុច finish មកបងប្អូនបាទអូខេអញ្ចឹងការ confirm អត្តសញ្ញាណប័ណ្ណគឺមានតែប៉ុណ្្នឹងអញ្ចឹងចាំមើលតិចទៀតក្រុមហ៊ុន Facebook វានឹងផ្ញើសារមកថាយើងបានភ្ជាប់ដោយជោគជ័យហើយអូខេបងប្អូនទាំងគ្នាឥឡូវនេះ Facebook បានផ្ញើសារមកហើយនេះហើយនេះសម្រាប់ក្នុងការកាត់ណាបងប្អូនបាទ Meta Verify នេះមួយខែតែ$2.57ទេនិយាយថាមួយខែ 10000 ចឹងបងប្អូនបាទឥឡូវនេះគឺវាបានផ្ញើសារប្រាប់យើងថាវាបាន confirm មួយអត្តសញ្ញាណប័ណ្ណរបស់យើងហើយឥឡូវនេះគឺវាដាក់ថា subscription is now active មានន័យថាគឺដំណើរការនៅក្នុងការដាក់ Meta Verify ហ្នឹងបានជោគជ័យហើយប៉ុន្តែយើងមើលនៅលើនេះឥឡូវគឺវាអត់ទាន់ load ឲ្យទេមែនទេឥឡូវខ្ញុំធ្វើការ refresh វាមើលសិនណាបងប្អូនបាទឥឡូវនេះខ្ញុំធ្វើការ off Facebook ចោលមកខ្ញុំបើកសារថ្មីអូខេអញ្ចឹងការដាក់ Meta Verify បានជោគជ័យហើយបាទអញ្ចឹងសម្រាប់មេរៀនហ្នឹងគឺមានប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចមើលទាន់ហើយឆ្ងល់កន្លែងណាអាចcomment សួរនៅក្រោមវីដេអូនេះបានឬក៏អាចឆាតអូខេទាំងអស់គ្នាអរគុណជូនពរសំណាងល្អជួបគ្នានៅក្នុងវីដេអូបន្ទាប់បាយបាយ